សួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញជាវីដេអូមួយចែកម្លែកចំណេះដឹងទាក់ទងនឹងការប្រើថ្នាំសម្រាប់មេរោគនៅក្នុងទូត្រីរបស់យើងមុននឹងយើងអាចដាក់ត្រីចាស់របស់យើងចូលនៅក្នុងទូរបស់យើងវិញឬក៏យើងត្រូវដាក់ត្រីថ្មីចូលទូចាស់របស់យើងដោយនៅក្នុងវីដេអូនេះអញ្ចឹងទូរបស់ខ្ញុំនេះគឺអត់មានត្រីទេឃើញបងប្អូនអត់មានត្រីទេមូលហេតុដោយសារកាលពី11ទៅ12ថ្ងៃមុនហ្នឹងខ្ញុំមានការរវល់ទៅក្រៅប្រទេសអញ្ចឹងអត់មានអ្នកជួយថែទាំហើយនឹងដាក់ចំណីឲ្យវាទេអញ្ចឹងខ្ញុំត្រូវយកត្រីនេះត្រីរបស់ខ្ញុំហ្នឹងទៅផ្ញើនឹងគេយើងអាចចោទសំណួរសួរថាបងទឹកនៅក្នុងទូត្រីរបស់យើងរយៈពេលច្រើនថ្ងៃអញ្ចឹងច្រើនខែអញ្ចឹងតើយើងអាចគ្រាន់តែយកស្លៃសហ្នឹងដុសលាងសម្អាតឲ្យសព្វជុំវិញទូច្រើនសាហើយយើងលាងចម្រោះថ្មីបន្ទាប់មកយើងដាក់ទឹកថ្មីចូលយើងដាក់អំបិលយើងបើកឲ្យម៉ាស៊ីនបូមនឹងរ៉ាន់រយៈពេល2ថ្ងៃយើងអាចដាក់ត្រីបានឬអត់ដាក់បានព្រោះក្បួននេះក្បួនចាស់ប៉ុន្តែយើងអត់ដឹងច្បាស់ថាតើវាអ្វីដែលយើងសម្អាតបែបហ្នឹងវាអស់មេរោគ 100% ឬអត់ទេយើងអត់ដឹងទេអញ្ចឹងយើងទៅប្រើថ្នាំសម្រាប់មេរោគជាមុនសិនបាទនេះគឺយើងទៅប្រើថ្នាំនេះវាមានតួនាទីជួយទៅសម្រាប់មេរោគដែលរស់នៅក្នុងទឹកមេរោគដែលតោងនៅកន្លែងកែងទូហើយមេរោគដែលវាសង្ងំនៅក្នុងចម្រោះរបស់យើងអញ្ចឹងកន្លែងនេះគឺខ្ញុំក៏សូមជាការរំលឹកទៅបងប្អូនអ្នកចិញ្ចឹមត្រីផងដែរនៅក្នុងវីដេអូផ្សេងៗក៏ខ្ញុំបាននិយាយដែរអញ្ចឹងលើកនេះខ្ញុំនិយាយម្ដងទៀតថ្មីត្បិតតែយើងដូរទឹកក្នុងទូត្រីយើងជាប្រចាំក៏ពិតមែនយើងក្នុងមួយខែយើងលាងទូ2ដងក៏ពិតមែនចម្រោះបើសិនជាទូបងប្អូនចម្រោះនៅខាងលើទូ2អាទិត្យបងប្អូនលាងចោលក៏ពិតមែនទូរបស់បងប្អូនចម្រោះនៅខាងក្រោមទូមួយខែបងប្អូនលាងចោលក៏ពិតមែនតែយើងអត់ដឹងថាអ្វីដែលយើងលាងសម្អាតប៉ុណ្ណឹងវាអស់មេរោគ 100% ឬអត់ទេអញ្ចឹងយើងទៅប្រើថ្នាំហ្នឹងទៅសម្រាប់មេរោគដូចគ្នាហើយថ្នាំនេះមិនមែនយើងប្រើតែនៅក្នុងស្ថានភាពដែលទូរបស់យើងទុកចោលយូរទេក៏យើងប្រើបានដូចគ្នាដូចលក្ខណៈថាទូរបស់បងប្អូនមានត្រីនៅក្នុងនឹងហើយបងប្អូនចង់សម្រាប់មេរោគដែលរស់នៅក្នុងទឹកហើយនឹងមេរោគដែលតោងនៅកន្លែងកែងទូនឹងបងប្អូនចង់ប្រើថ្នាំនឹងហើយថ្នាំនេះគឺវាអត់ប៉ះពាល់ដល់ត្រីបងប្អូនធ្វើឲ្យត្រីបងប្អូនងាប់ទេអត់ទេបាទព្រោះថ្នាំនេះគេសិតតែមានការធ្វើតេស្តជាមុនរួចទៅហើយខ្ញុំប្រើខ្លួនឯងមុនអត់មានបញ្ហាអីមិនខ្ញុំយកមកលក់ហើយថ្នាំហ្នឹងនៅកន្លែងណាក៏មានលក់ដែរបាទគឺសូម្បីតែនៅប្រទេសគេគឺគេប្រើថ្នាំហ្នឹងមួយមុខហ្នឹងហើយនឹងថ្នាំប្រើថ្នាំមួយមុខផ្សេងមួយទៀតបងប្អូនបាទអញ្ចឹងដូចទូរបស់ខ្ញុំនេះពីមុនរយៈពេល3ទៅ4ខែគឺខ្ញុំប្រើថ្នាំហ្នឹងសម្រាប់នឹងម្ដងតែខ្ញុំអត់ស្រង់ត្រីចេញគឺត្រីនៅក្នុងទូនឹងដដែលបាទហើយឥឡូវយើងចូលដល់សាច់រឿងយើងវិញដូចទូរបស់ខ្ញុំនេះ1ម៉ែត្រកន្លះទទឹង60ជាងកម្ពស់70ជាងអញ្ចឹងដើម្បីយើងវាយថ្នាំសម្រាប់មេរោគតែយើងត្រូវវាយប្រមាណកំមកដែលទឹកនៅក្នុងទូនោះវាច្រើនថ្ងៃឬក៏ច្រើនខែទូធំចេះយើងទៅវាយ9កំមកកន្លះទឹក10បាទអញ្ចឹងយើងទុកវា24ម៉ោងហើយយើងមានដងមួយមកដងហ្នឹងគឺយើងចងសលៃសទៅយើងអាចដោះឲ្យសពជុំវិញទូមកបាទហើយបន្ទាប់មកយើងស្រង់ទឹកនឹងចេញឲ្យអស់បាទស្រង់ទឹកនឹងចេញឲ្យអស់ខ្ញុំសុំតុំពេលដែលយើងវាយថ្នាំនឹងភ្លាមគឺយើងត្រូវបើកម៉ាស៊ីនបូមនឹងឲ្យវារ៉ាន់ទឹកនឹងឡើងទៅចម្រោះនឹងហើយចុះមកខាងក្រោមគ្រប់24ម៉ោងបងប្អូនបិទម៉ាស៊ីនបូមនឹងហើយយើងស្រង់ទឹកនឹងចេញបាទយើងស្រង់ទឹកនឹងចេញអស់ហើយយើងចាប់ផ្ដើមលាងចម្រោះរបស់យើងតាំងមិត្តឌីតាំងសលៃខៀវនឹងតែសលៃសយើងក៏វត្តចោលបងប្អូន
យើងដាក់ស្លៃសថ្មីបាទហើយបន្ទាប់មកគឺយើងដាក់ទឹកថ្មីចូលពុបបាទដាក់ទឹកថ្មីចូលមកហើយយើងដាក់អំបិលយើងបើកម៉ាស៊ីនបូមហ្នឹងឲ្យវាបូមទឹកហ្នឹងឡើងទៅម៉ាស៊ីនបូមរយៈពេល2ថ្ងៃគឺយើងអាចដាក់ត្រីបានហើយអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចថាយើងវាយថ្នាំពេលដែលយើងវាយថ្នាំហ្នឹងដាក់ត្រូវទំហំទូរបស់យើងហើយយើងត្រូវបើកម៉ាស៊ីនបូមឲ្យវាបូមទឹកហ្នឹងឡើងទៅចម្រោះបាទអញ្ចឹងអាថ្នាំហ្នឹងវាទៅជាមួយហើយវាជួយទៅសម្រាប់មេរោគនៅក្នុងចម្រោះយើងហ្នឹងឯងបាទអញ្ចឹងគ្រប់តែ24ម៉ោងគឺបងប្អូនត្រូវស្រង់ទឹកចេញមេឌៀខ្ជុំចម្រោះហ្នឹងស្លៃខៀវហ្នឹងគឺបងប្អូនត្រូវលាងស្អាតហើយត្រូវលាងចម្រោះយើងឲ្យស្អាតហើយស្លៃសហ្នឹងគឺយើងអត់បាច់ដាក់មកប្រើទៀតទេយើងដាក់ថ្មីតែម្ដងណាបងប្អូនហើយពេលដែលយើងលាងសម្អាតហើយយើងដាក់ទឹកថ្មីយើងដាក់អំបិលយើងបើកម៉ាស៊ីនបូមឲ្យវាបូមទឹកឡើងទៅឬវារ៉ាន់រយៈពេល2ថ្ងៃគឺយើងដាក់ត្រីបានហើយអាហ្នឹងគឺវាសុវត្ថិភាព 100% តែម្ដងបងប្អូនហើយចំពោះមួយទៀតដែលខ្ញុំបញ្ជាក់ខ្ញុំខ្លាចបងប្អូនមានការស្ដាប់ភ័ន្តច្រឡំបើសិនជាបងប្អូនចង់ប្រើថ្នាំនឹងសម្រាប់មេរោគនៅក្នុងទូត្រីដោយត្រីរបស់បងប្អូននៅក្នុងទូនឹងដែរក៏យើងប្រើបានដែរគឺអត់មានបញ្ហាមកលើត្រីរបស់បងប្អូនទេអត់ងាប់ទេបាទព្រោះថ្នាំនេះនៅពេលដែលយើងដាក់ឲ្យត្រូវទៅតាមទំហំទូរបស់យើងគឺអត់មានបញ្ហាកុំឲ្យតែយើងប្រើលើសគឺខ្ញុំបញ្ជាក់អញ្ចឹងកុំឲ្យតែយើងប្រើលើសហើយថ្នាំមួយទៀតដែរដែលខ្ញុំសូមបង្ហាញនៅក្នុងវីដេអូនេះតែម្ដងនេះគឺថ្នាំនេះបងប្អូនប្រកាសជាឃើញនៅកន្លែងលក់ត្រីឯងថ្នាំនេះវាផ្ដោតធំជាងគេទៅលើការសម្លាប់មេរោគដែលតោងនៅខ្លួនត្រីបាទវាផ្ដោតអានឹងសំខាន់ជាងគេហើយបន្ទាប់មកដូចថាត្រីរបស់យើងមានបញ្ហាលបួកតុយលបួដៃលបួសកាអីហ្នឹងគឺយើងអាចប្រើបានហើយភ្នែកសយហ្នឹងណាប៉ុន្តែអាហ្នឹងបានតែស្រាលទេបើសិនជាជំងឺនឹងធ្ងន់គឺយើងអាចប្រើថ្នាំនឹងជួយបាននេះខ្ញុំបញ្ជាក់ហើយថ្នាំនេះពេលដែលយើងចង់ដាក់ព្យាបាលត្រីតូចគឺយើងអត់អាចដាក់ច្រើនបានហើយយើងអាចដាក់នៅក្នុងចំនួនមួយអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាថ្នាំនឹងអាចព្យាបាលនៅក្នុងត្រីតូចក្នុងបរិមាណណាគឺបងប្អូនអាច comment មកសួរនៅក្នុង page របស់ខ្ញុំបានឬក៏នៅក្នុង comment ក្នុង YouTube របស់ខ្ញុំក៏បានដូចគ្នាបាទបងប្អូនអញ្ចឹងនេះគឺជាការចែកម្លែករបស់ខ្ញុំអញ្ចឹងបងប្អូននៅពេលដែលបងប្អូនបានមើលវីដេអូនេះហើយបងប្អូនជួយ Subscribe ហើយនិង Like YouTube របស់ខ្ញុំផងអរគុណច្រើន